ចាព្រឹកនេះខ្ញុំមកធ្វើស៊ុបពោតឲ្យអាហ្វាគាត់ញ៉ាំមុនទៅសាលារៀនណាខ្ញុំប្រើខ្ទឹមប្រាំងប្រហែលជាមួយភាគ3បងប្អូនហាន់វាតូចៗមកហានេះប៊ឺសាបដែលខ្ញុំធ្វើបងប្អូនយកវាមកដាក់លីងជាមួយនឹងខ្ទឹមប្រាំងឲ្យឡើងឈ្ងុយមកឆ្លៀតពេលភ្លើងអត់ទាន់ក្តៅខ្ញុំយកនំប៉័ងមកហាន់ជាចំណិតតូចៗយកទៅដុតក្នុងកម្ដៅ180អង្សារយៈពេលប្រហែលជា 4-5 នាទីលីងខ្ទឹមប្រាំងឲ្យឡើងឈ្ងុយហើយខ្ញុំដាក់ពោតចូលកន្លះកូនចង្កឹះពោតនេះខ្ញុំទិញមកឆ្អិនស្រាប់ឯណាបងប្អូនប្រើពោតឆៅបងប្អូនដាក់ទឹកបន្តិចទៅហើយស្ងោរវាប្រហែល5នាទីឲ្យពោតឡើងឆ្អិនសិនណាបន្ទាប់មកដាក់អំបិលបន្តិចម្រេចបន្តិចហើយទឹកដោះគោប្រហែលជា100 ml ហើយបើមាន whipping cream ដាក់2ស្លាបព្រាមកបងប្អូនដើម្បីជួយស៊ុបពោតយើងឲ្យកាន់តែឆ្ងាញ់កូរវាចូលគ្នាឲ្យសព្វល្អហើយទុកវាឲ្យពុះបន្ទាប់មកយកមកកិនមកបងប្អូនប្រើម៉ាស៊ីនទឹកក្លុកក៏បានដែរតែដោយសារពោតខ្ញុំតិចដែរអញ្ចឹងខ្ញុំប្រើ hand blender ហ្មងទៅបងប្អូនចូលចិត្តម៉ត់ប៉ុណ្ណាបងប្អូនកិនមើលតាមហ្នឹងណាបើខ្ញុំវិញខ្ញុំចូលចិត្តរបៀបថាឲ្យមាន texture តិចៗស្រួលទៅពីញ៉ាំទៅវាឆ្ងាញ់ដែរ Good morning ស៊ុបពោតហ្នឹងបើកូនបងប្អូនចូលចិត្តញ៉ាំរាវដាក់ទឹកដោះគោឲ្យច្រើនជាងខ្ញុំមកតែអាហ្វាគាត់ចូលចិត្តញ៉ាំរៀងខាប់អញ្ចឹងខ្ញុំដាក់តែ100 ml ទេមួយមុខនេះធានាថាឆ្ងាញ់10 លើ 10ហ្មងណាមើលវីដេអូចាប់ហើយសំជិតចុច share ឲ្យ Alpha ច្រើនផងណាបាទអរគុណបាទ